អូខេនៅក្នុងវគ្គនេះខ្ញុំយើងសិក្សាពីការរបៀបផ្លាស់ប្ដូរនៅ text welcome នេះបាទអូខេអញ្ចឹងយើងចូលទៅក្នុង back end ចុច record ដើម្បី list តើមកខ្ញុំយក location មួយឈ្មោះថា welcome text អូខេអញ្ចឹងយើងអាចចុចទៅលើវាស្មើ edit តើមកយើងអាចនេះជា text ទាំង ឡាយដែលបង្ហាញនៅក្នុងនេះអញ្ចឹងខ្ញុំអាចដាក់ធ្វើមកថា mmm apply អូខេនេះគឺជាខ្ញុំបាយអញ្ចឹងនៅក្នុងនេះគេអាចដាក់ពណ៌វាជាលក្ខណៈពណ៌ទឹកប៊ិចអញ្ចឹងយើងអាចកំណត់បានដែរខ្ញុំ select ជារូបពណ៌ទឹកប៊ិចដូចគេឬខ្ចីជាងគេបន្តិចអូខេ apply អូខេនេះជាពណ៌អូខេអញ្ចឹងនៃការគ្រប់គ្រង text welcome គឺមានតែប៉ុណ្្នឹងយើងអាចដូរវិញបាន press អូខេ